អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកលេង Minecraft ទៀតហើយដោយថ្ងៃនេះខ្ញុំចាប់ផ្ដើមធ្វើការលេង Survival ដោយចាប់ផ្ដើមពីថ្ងៃទី1ទៅដែលស្វែងរករបស់នឹងការសាងសង់ផ្ទះតោះឥឡូវនេះកុំឲ្យខាតពេលយូរគឺថាយើងចាប់ផ្ដើមចូលហ្គេមរបស់យើងមកទៅដោយដើរមកខាងមុខនេះគឺជាតំបន់ភូមិនៅព្រឹលតកគឺថាខ្ញុំបាន spawn មកនៅជិតតំបន់ព្រឹលតកតោះឥឡូវយើងទៅមើលនឹងលុកលុយរកអីវ៉ាន់នៅក្នុងភូមិនឹងមកទៅតើឥឡូវនេះគឺយើងចូលមើលក្នុងផ្ទះនេះតើមានរបស់របរអ្វីដែលគួរយើងយកអត់ចូលមកគឺថាអត់មាននោះទេតើឥឡូវយើងដើរមើលរកផ្ទះបន្ទាប់អូខេបើក្នុងផ្ទះនេះគឺអត់មានដែរមានតែ villager ទេអូផ្ទះនេះមានអូគឺថាមាននំប៉័ងនិងគ្រប់ធញ្ញជាតិមួយចំនួនឥឡូវយើងមាញ់យកទាំងប្រអប់មកទៅឥឡូវនេះគឺយើងចូលមកក្នុងផ្ទះនេះអូខេមានហឹបឥឡូវយើងបើកមកទៅអូគឺថាមានបារាប់ថែមជាមួយនឹងនំប៉័ងមួយគឺរបស់របរតិចខ្លាំងមែនតើតោះឥឡូវយើងចេញទៅក្រៅវិញដើម្បីរកមើលលុយអីវ៉ាន់ទៀតអូក្នុងផ្ទះនេះក៏មានហឹបមួយដែរអូមានអែមរ៉លចំនួន4ឥឡូវយើងយកទាំងអស់មកទៅអូខេប៉ុណ្ណឹងទុកយើងសម្រាប់ដូរជាមួយអ្នកភូមិគឺថាអ្នកភូមិនេះគឺរឿងចម្លែកមែនតើដោយខ្លួនរបស់វានឹងមិនដឹងច្រឡំពណ៌នោះទេឥឡូវក្នុងផ្ទះនេះអូអត់មានទេឥឡូវយើងមាញ់យកក្រែមកទៅទុកសម្រាប់យើង skip នៅពេលយប់ចំណែកឯក្នុងផ្ទះមួយនេះនៅពេលដែលយើងចូលមកទៅគឺថាឃើញហឹបមួយជាមួយនឹងប្រាប់គូផែនទីមួយថាក្នុងហឹបគឺថាមានទេក្រដាស់នឹងដែនម៉ាញ់តិចនំប៉័ងមួយចំនួនប៉ុណ្ណឹងទេគឺថាអត់សូវមានរបស់ល្អប្រហែលទេឥឡូវយើងប្រមូលយកអស់មកទៅទាំងក្រដាស់ទាំងអីហ្នឹងគឺថាដូចជាអស់ហើយតើឥឡូវអូគឺថាដែនម៉ាញ់តិចហ្នឹងគឺវាចង្អុលទៅនៃក្រហមវានឹងចង្អុលទៅខាងនេះខាងកើតកន្លែងដែលយើងកើតមាញ់ហ្នឹងតើឥឡូវយើងចេញមកក្រៅដើម្បីរកមើលរបស់របរមួយចំនួនទៀតខ្ញុំបានដើរមកខាងមុខបន្តិចហ្នឹងក៏បានជួបជាមួយនឹងដំណាំស្រូវរបស់អ្នកភូមិឥឡូវយើងធ្វើការយកដំណាំស្រូវហ្នឹងមកទៅយើងប្រមូលយកវាទុកធ្វើជាក្របពូជផងនិងទុកធ្វើជានំប៉័ងសម្រាប់អាហារសម្រន់របស់យើងដោយគេថាយើងវាយហ្នឹងគឺថាអ្នកភូមិមកដើមក្របពូជរបស់យើងទៀតបាទគឺថាយើងចូលលួចរបស់គេអីម្ចាស់គេដើមអញ្ចឹងឯងបាទឥឡូវក្រោយពីយើងប្រមូលអស់ហើយយើងចាប់ផ្ដើមកាប់ឈើមកតែដោយសារតែដើមឈើវានៅចិត្តហ្នឹងដោយកើតមកដំបូងហ្នឹងគឺខ្ញុំមិនទាន់បានកាប់ឈើនៅទេដោយសារតែឃើញភូមិនៅចិត្តហ្នឹងក៏មកលុកលុយភូមិហ្នឹងទៅអូខេក្រោយពីយើងកាប់ឈើបានហើយយើងក៏ចូលមកក្នុងផ្ទះនេះchẳngនឹងថាវាមានអីអត់ដោយបើកមកចូលដល់គឺថាក្នុងផ្ទះហ្នឹងអត់មានអីទេឥឡូវយើងចេញទៅក្រៅបន្តដំណើររបស់យើងទៅមុខទៀតនៅពេលដែលខ្ញុំបានដើរមកដល់មុខបន្តិចហ្នឹងគឺថាកន្លែងមាត់ទឹកនេះមានជាមួយនឹងសុបខានឬក៏អំពៅអញ្ចឹងគេហៅអំពៅអញ្ចឹងគឺថាខ្ញុំបានកាប់វាយកមកទៅដើម្បីយើងទុកដាំនៅកន្លែងដំណាំផ្ទះរបស់យើងគឺថាមកកន្លែងហ្នឹងគឺពិតជាសំណាងមែនតើយើងបានជួបជាមួយនឹងដែក iron ឥឡូវយើងកាប់ឈើដើម្បីផលិតធ្វើ pickaxe ថ្មដើម្បីកាប់យក iron ក្រោយពេលដែលយើងកាប់ថ្មបានហើយឥឡូវយើងចាប់ផ្ដើមជាមួយនឹងការផលិតដែកនេះpickaxe ដែកpickaxe ថ្មមកទៅឥឡូវយើងចាប់ផ្ដើមម៉ាញយកជាមួយនឹងថ្មនេះយើងទុកសម្រាប់ផលិតធ្វើអាវក្រោះនិងរបស់របរដែកមួយចំនួនព្រោះថាវាមានគុណភាពល្អជាងឈើល្អជាងថ្មក្រោយពេលដែលយើងឡើងមកលើបានបន្តិចហ្នឹងយើងក៏បានជួបជាមួយនឹងផ្ទះមួយហើយដល់កន្លែងនេះខ្ញុំសូមធ្វើការម៉ាញយកអានេះមួយសិនអត់ដឹងថានឹងជាអីគេនោះទេដោយក្នុងនេះគឺថាមានជាមួយនឹង NHS មួយដល់បើកទៅគឺថាពិតជាសំណាងមែនតើបានជាមួយនឹងអាវក្រោះមួយក៏ដូចជាមុខមួយនិងរបស់របរម្ហូបអាហារមួយចំនួនឥឡូវយើងប្រមូលវាយកឲ្យអស់មកទៅដល់ឥឡូវនេះយើងចាប់ផ្ដើមពាក់ជាមួយនឹងអាវក្រោះហើយអូខេក្រោយពីយើងបានចេញពីភូមិហើយឥឡូវនេះយើងបន្តដំណើរផ្សងព្រេងនៅលើមហាតកករបស់យើងទៀតដើម្បីទៅរកកន្លែងទីតាំងដែលគួរសមនិងមានចិត្តនៅប្រភពទឹកដើម្បីយើងចាប់ផ្ដើមសាងសង់ផ្ទះរបស់យើងក្រោយពេលដែលយើងដើរបានរៀងយូរដែរគឺថាឥឡូវនេះគឺមេឃចិត្តយប់ហើយដោយខ្ញុំបានកលេចទៅគឺឃើញតំបន់ខ្ពស់នោះមួយដែលខ្ញុំនឹងចាប់ផ្ដើមគម្រោងសាងសង់ផ្ទះនៅតំបន់នោះព្រោះថាមើលទៅវារៀងខ្ពស់ល្អគឺថាព្រឹកថ្ងៃទី2របស់យើងបានមកដល់ហើយឥឡូវយើងសុំដើរមើលតំបន់នឹងបន្តិចសិនតើមើលទៅដល់វាគូឲ្យចង់សាងសង់ផ្ទះដែរទេតែនៅពេលដែលខ្ញុំកំពុងតែមើលសុកហ្នឹងក៏បានជួបជាមួយនឹងពួក zombie វា spawn មកក៏ដូចជាជួបជាមួយនឹង creeper ដល់កន្លែងនេះគឺថា creeper ផ្ទុះឡើងបែកដីវិញហ្នឹងអូខេអ្នកនរគ្នាអាចមើលបានខ្ញុំមើលទៅដូចជាអត់សូវមានសុវត្ថិភាពនោះទេដោយដើរមកមុខបន្តិចហ្នឹងក៏បានជួបជាមួយនឹងពួក mob គឺថាវា spawn ពេញទៅហ្នឹង
ដោយជួបទៅនេះគឺថាជួបជាមួយនឹងពួក skeleton ចំនួន2អូ zombie ច្រឡំអ្នកទាំងអស់គ្នា sorry ដោយ zombie ពួកអស់ហ្នឹងគឺថាវាពាក់សិតតែអាវក្រោះទៀតដល់ពេលអញ្ចឹងខ្ញុំអត់សង់ផ្ទះទៅនឹងទេខ្ញុំក៏សម្រេចថាបន្តដំណើរទៅមុខទៀតទៅថាអត់ដឹងពួកហ្នឹងវា spawn មកពីណាទេគឺថានៅកណ្ដាលថ្ងៃសុកវា spawn មកតែម្ដងក្រោយពេលដែលយើងបានដើរកិច្ចពីកន្លែងពួកហ្នឹងហើយដោយមកដល់កន្លែងនេះគឺថាមើលទៅមានប្រភពទឹកដូចជាទន្លេនឹងគឺថាស្អាតមែនតើដល់ពេលអញ្ចឹងខ្ញុំដើរមើលម្ដុំហ្នឹងតិចសិនគឺថាមិនមកយើងក៏ចាប់ផ្ដើមសាងសង់ផ្ទះនៅម្ដុំហ្នឹងមកទៅថាកន្លែងនេះគឺថាស្លាស់ល្អមែនតើដោយវាមានកោះនឹងទឹកទាំងធម្មតាដល់ពេលអញ្ចឹងយើងអាចសាងសង់ផ្ទះនៅចិត្តហ្នឹងក៏ដូចជាដាំដំណាំមួយចំនួនសម្រាប់យើងហូបក្រោយពេលដែលខ្ញុំបានមើលចុះមើលឡើងហ្នឹងគឺថាតំបន់ហ្នឹងគឺវាគួរសមសម្រាប់យើងរស់នៅវាស្អាតឥឡូវនេះគឺខ្ញុំចាប់ផ្ដើមផលិតជាមួយនឹង NHS ដើម្បីរៀបចំអីវ៉ាន់របស់យើងទុកដាក់ហើយយើងនឹងចាប់ផ្ដើមជាមួយនឹងគម្រោងសាងសង់ផ្ទះរបស់យើងមុននឹងចាប់ផ្ដើមសង់ផ្ទះរបស់យើងខ្ញុំក៏បានមកកន្លែងតំបន់មាត់ទឹកដើម្បីដាំស៊ុបខែនព្រោះថាស៊ុបខែនហ្នឹងគឺយើងបានកាប់មកពីកន្លែងផ្ទះអ្នកភូមិហ្នឹងក៏ដូចជាដើរជួបតាមផ្លូវយើងដាក់ដាំវាចោលឲ្យហើយមកទៅតម្រាំតែយើងធ្វើផ្ទះបានវាអាចនឹងដុះច្រើនដោយស៊ុបខែននេះគឺយើងអាចយកធ្វើសភៅនិងផលិតกระดาษសម្រាប់ប្រើប្រាស់មួយចំនួនយើងដាំស៊ុបខែនហ្នឹងគឺយើងដូចជាដាំជាមួយនឹងគ្រាប់ពូជព្រោះថាគ្រាប់ដំណាំគឺខ្ញុំបានយកមកពីកន្លែងអ្នកភូមិក៏ដូចជាបានជា15ឥឡូវយើងចាប់ដើមផលិតជាមួយនឹងប្រដាប់សម្រាប់រាស់ដីដើម្បីយើងដាក់ដាំជាមួយនឹងនេះស្រូវរបស់យើងដោយខ្ញុំគឺថាសម្រាប់ចិត្តថាដាំនៅចិត្តកន្លែងស៊ុបខែនឹងដែរក្រោយពេលដែលយើងបានរៀបចំដាំដំណាំយើងហើយខ្ញុំក៏បានមកដើររកស្វែងរកខែវដើម្បីចោះកាប់ជាមួយនឹងធ្យូងប៉ុន្តែដើររកអត់ឃើញនោះទេដោយដើរមកកន្លែងទឹកនេះជួបយើងក៏បានចោះកាប់ក្នុងទឹកមកទៅគឺថាកាប់ក្នុងទឹកគឺពិតជាវេទនាខ្លាំងមែនតើដោយវាកាប់យឺតខ្លាំងមែនតើវាអត់ដូចនៅយើងកាប់នៅលើដីធម្មតានោះទេដោយកាប់បានតែ1 2ហ្នឹងយើងក៏អណ្ដែតខ្លួនឡើងវិញដើម្បីកុំឲ្យវាអស់ខ្យល់អុកស៊ីសែនក្រោយពេលដែលយើងបានចេញពីកន្លែងនោះមកគឺថាមកកន្លែងប្រភពទឹកនេះដើម្បីយើងស្វែងរកខែដើម្បីកាប់គឺថាយើងមើលទៅគឺថាកន្លែងហ្នឹងគឺវាមានផ្កាដោះនិងកន្លែងទេសភាពគឺថាស្អាតមែនតើយើងអាចសាងសង់ជាមួយនឹងផ្ទះលើទឹកក៏បានដែរនៅម្ដុំហ្នឹងដោយមកមុខតិចហ្នឹងយើងក៏បានជួបជាមួយនឹងធ្យូងក៏ដូចជារូងភ្នំមួយឥឡូវយើងចាប់ផ្ដើមធ្វើការកាប់ធ្យូងជាមួយនឹងចូលកន្លែងរូងភ្នំហ្នឹងបន្តិចដើម្បីយើងស្វែងរក iron មួយចំនួនទៀតគឺថាខ្ញុំសុំ skip ហើយយើងដល់មកដល់កន្លែងនេះឥឡូវយើងចាប់ផ្ដើមទៅផ្ទះរបស់យើងវិញដោយយើងបានកាប់បានជាមួយនឹងធ្យូងក៏ដូចជាជាមួយនឹងរ៉ែមួយចំនួនដែរសម្រាប់ប្រើប្រាស់ថ្ងៃទី1របស់យើងអូខេឥឡូវយើងចាប់ផ្ដើមរកផ្លូវទៅផ្ទះវិញទៅដោយនេះខ្ញុំក៏បានហែលកាត់ទឹកអ្នកទាំងអស់គ្នាអាចមើលបានទេសភាពនៅកាត់ទឹកគឺថាវាស្អាតខ្លាំងមែនតើដល់មកដល់កន្លែងនេះគឺថាវាទូលាយហើយធំទៀតគម្រោងរបស់ខ្ញុំនឹងថាសាងសង់ផ្ទះនៅលើទឹកនឹងទៀតអាចនៅថ្ងៃអនាគតដោយមកដល់កន្លែងនេះនឹងក៏បានជួបជាមួយនឹងដើមអំពៅមួយទៀតហើយយើងកាប់វាយកមកទៅទុកដាំកន្លែងចិត្តផ្ទះរបស់យើងអូខេអ្នកទាំងអស់គ្នាគឺថាខ្ញុំសុំ skip វាមកកន្លែងពេលព្រឹកមកទៅដោយពេលយប់មិញហ្នឹងគឺថាវារៀងពិបាកមើលពេកដល់ពេលយ៉ាងគឺខ្ញុំអត់បាន record នោះទេដោយមកដល់កន្លែងនេះយើងក៏ដាក់ដុតជាមួយនឹងដែកដែលយើងកាប់បានមុនហ្នឹងហើយនេះគឺជាកន្លែងដំណាំដែលយើងបានដាំគឺថាវាអត់ទាន់ធំនោះទេឥឡូវយើងចាប់ផ្ដើមយកជាមួយនឹងស៊ុបខែនយើងមកដាំបន្តទៀតគឺយើងកាប់បានពីកន្លែងនោះមិញអូខេអ្នកទាំងអស់គ្នាក្រោយពេលដែលយើងចេញកន្លែងនឹងពីកន្លែងនឹងមកយើងដែលយើងត្រូវធ្វើបន្ទាប់នោះគឺកាប់ឈើតឥឡូវចូលទៅកាន់ការកាប់ឈើរបស់ខ្ញុំមកទៅក្រោយពេលដែលខ្ញុំកាប់ឈើសុកហ្នឹងក៏បានដើរមកទៅជួបជាមួយនឹងឆ្កែឥឡូវយើងចាប់ផ្ដើមដាក់ជាមួយនឹងឆ្អឹងថែមវាមកទៅដើម្បីយកវាមកធ្វើជាសត្វចិញ្ចឹមរបស់យើងគឺថាឆ្កែនេះមើលទៅពិតជាខ្ជូតខ្លាំងមែនតើដោយយើងថែមតែពីឆ្អឹងនោះទេគឺវាខ្លាចជាសត្វរបស់យើងហើយអូខេក្រោយពីយើងកាប់ឈើបានរៀងដូចជាច្រើនដែរហើយឥឡូវគឺដល់ពេលវគ្គដែលយើងត្រូវសាងសង់ផ្ទះហើយតោះឥឡូវយើងចូលមកកាន់ការសាងសង់ផ្ទះរបស់យើងមកទៅថាមុននឹងសាងសង់ខ្ញុំសុំកាប់ឈើនេះមួយសិនព្រោះវានៅចិត្តហ្នឹងវាអាចនឹងទៅដល់ការសាងសង់របស់យើងអូខេក្រោយពីយើងកាប់ហើយតោះឥឡូវយើងហ៊ានបន្ទាប់យើងចូលមកកាន់ការសាងសង់មកទៅគឺមើលទៅវាឡើងទៅហើយតោះ let's go
អូខេអ្នកទាំងអស់គ្នាគឺថាកន្លែងយើងរៀបចំបានដូចជារាងស្អាតនិងល្អដែរហើយដោយយើងនៅតែធ្វើការកាប់ជាមួយនឹងថ្មនោះទេដើម្បីយើងយកមកដាក់រៀបជាមួយនឹងជើងក្រោមឥឡូវមុននឹងទៅកាត់ថ្មខ្ញុំសូមផលិតរបស់មួយចំនួនសិនដើម្បីយើងងាយស្រួលដល់ការកាប់និងកាប់លឿនជាងមុនតើឥឡូវយើងចាប់ផ្ដើមទៅជាមួយនឹងការកាប់ថ្មរបស់យើងមិនទៅដោយទៅខ្ញុំក៏បានហៅអាលុករបស់ខ្ញុំទៅដែរហើយនេះគឺជាដំណាំរបស់យើងគឺថាទៅតែបានតែប៉ុណ្្នឹងនោះទេអូខេគឺថាមុនទៅនឹងខ្ញុំក៏បានផលិតជាមួយនឹងទូកមួយដើម្បីយើងងាយស្រួលធ្វើដំណើរលើផ្លូវទឹកតើឥឡូវយើងចេញទៅមកទៅយើងដាក់ឆ្កែលើទូកហើយយើងទៅជិះទៅទាំងអស់គ្នាមកទៅនៅពេលដែលយើងជិះមកដល់មុខបន្តិចហ្នឹងយើងក៏បានជួបជាមួយនឹងខែវមួយដែលខែវកន្លែងហ្នឹងយើងបានមកកន្លែងមកនេះម្ដងហើយមកកាប់ធ្យូងក៏ដូចជានេះម្ដងហើយឥឡូវយើងមកនឹងមកកាប់វាម្ដងទៀតព្រោះគឺថាខ្ញុំកាប់អត់ទាន់អស់នោះទេគឺថាវានៅរៀងច្រើនដែរក្រោយពេលដែលយើងបានកាប់របស់របរបានដូចជារៀងច្រើនដែរដោយចេញមកក្រៅហ្នឹងគឺថាមេឃភ្លៀងហើយយប់ទៀតតឥឡូវនេះគឺយើងរកផ្លូវទៅផ្ទះយើងវិញគឺថានៅទីស្រួលហ្នឹងមកបោះពួកម៉បស្ប៉នមកចិត្តពេញហ្នឹងឡើយឥឡូវយើងធ្វើការហៅអាលុកឲ្យវាចុះក្រោមមកដើម្បីយើងដាក់ទូកជិះទៅទាំងអស់គ្នាគឺថាយើងមិនអាចទៅចោលវាបានទេបាទគឺថាអ្នកទាំងអស់គ្នាអាចមើលបានគឺថាយប់ហើយល្ងឹតទៀតចៅទូកនេសាទកណ្ដាលអាត្រៀតលើផ្ទៃជលសាក្រោមពន្លឺច័ន្ទថ្លានឹកឃើញសង្សារធ្លាប់ណាក់ធ្នមបីស្នេហ៍យើងស្នេហ៍ស្មងតែម្ដាយអូនគាត់មិនប្រណីព្រោះបងអ្នកនេសាទត្រីបងគ្មានទ្រព្យអ្វីគប់ចិត្តមេបាគឺថាចុះមកលើកោះនឹងមិនទាន់នឹងអីផង surprise ជាមួយនឹង creeper មួយបែរគឺថាផ្ទុះបែកដីពីនឹងហើយយើងក៏ចិត្តងាប់ដែរឥឡូវយើងធ្វើការ skip ពេលយកមកទៅដោយចាំព្រឹកស្អែកយើងបន្តកម្រងសាងសង់របស់យើងទៀតអូខេព្រឹកស្អែកបានមកដល់ហើយគ្រាន់តែបើកផ្នែកភ្លាមនឹងគឺថា element ហោះកាត់មកបណ្ដោយឥឡូវយើងដាក់ឲ្យអាលុករបស់យើងចុះក្រោមមកទៅ
អូខេអ្នកទាំងអស់គ្នាគឺថាវីដេអូទី1របស់យើងគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយដោយចាំថ្ងៃស្អែកចាំយើងបន្តជាមួយនឹងគម្រោងសាងសង់របស់យើងទៀតគឺថាខ្ញុំពិតជាអរគុណទាំងអស់គ្នាមែនតើរាល់ការតាមដាននិងការស្រឡាញ់ចូលចិត្តវីដេអូរបស់ខ្ញុំឥឡូវខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយចាំស្អែកចាំយើងជួបគ្នាបន្តទៀតសូមអរគុណសូមជម្រាបលា